Ok, group nâng nghiệp số như những ngọc như chỉ mấy lần tiết chân chụpគ្នានៅវីដេអូថ្មីចឹងវីដេអូទី1ខ្ញុំបានបង្ហាញគ្នាយើងទាំងអស់គ្នាអំពីការបង្កើត Gmail ហើយរហូតទៅដល់ការបង្កើត Channel ចឹងនៅពេលដែលបងប្អូនមានទាំងពីរនេះហើយថាតើបងប្អូនគួរធ្វើអ្វីខ្លះហើយជៀសវាងនៅបញ្ហាអ្វីខ្លះកុំឲ្យខាតបង់ពេលវេលាក៏ដូចជាខាតបង់នៅប្រយោជន៍គ្នាទាំងអស់គ្នាដែលខិតខំប្រឹងប្រែងអញ្ចឹងថ្ងៃនេះខ្ញុំនិយាយមកពីកត្តាប៉ះពាល់សិននៅវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់បងប្អូនអំពីថាបង្កើត email ហើយមាន channel ហើយយើងគួរធ្វើបែបណាដើម្បីឲ្យវារីកចម្រើនស្របទៅតាមនឹងអ្វីដែលយើងចង់បានអញ្ចឹងកត្តាប៉ះពាល់នេះគឺសម្រាប់បងប្អូនដែលថ្មីអ្នកទើបតែចាប់ផ្ដើមអញ្ចឹងបើមាន channel ហើយមានemail ល្អហើយអញ្ចឹងកត្តាជៀសវាងដែលมันគួរអនុវត្តកុំឲ្យប្រះចាកពីគោលការណ៍របស់ YouTube នោះគឺទី1សូមបងប្អូនកុំឧស្សាហ៍ comment ដើម្បីតែយើងឧស្សាហ៍ comment ដែលបង្កើននូវការតាក់ទាញគឺខុសពីគោលការណ៍របស់ YouTube អញ្ចឹង YouTube នឹងធ្វើការចាប់channel របស់យើងឬក៏ប្រមាន channel របស់យើងវាមិនប៉ះពាល់ channel យើងដូចយើងយកវីដេអូគេមកផុសទេគ្រាន់តែវាធ្វើឲ្យ channel របស់យើងនឹងមានការផុសវីដេអូទៅគឺធ្លាក់ viewer ឬក៏ធ្វើឲ្យអ្នកមើលរបស់យើងនឹងគឺមានការធ្លាក់ចុះក្នុងពិបាកក្នុងការស្ដារឡើងវិញអញ្ចឹងសូមបងប្អូនប្រយ័ត្នត្រង់ចំណុចហ្នឹងទាំងអស់គ្នាហើយកុំនិយាយទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើអ្វីដែលជាផ្លូវត្រង់ខ្ញុំគិតថាមិនយូរទេវានឹងដល់គោលដៅជាជាងយើងធ្វើផ្លូវកាត់ហើយទទួលបានផលត្រឹមតែរយៈពេលខ្លីមួយចំណុចទី2សូមបងប្អូនកុំចុច subscribe ទៅលើ channel គេញឹកញាប់ខ្លាំងដូចអ្វីដែលយើង comment ឬក៏ share ឈ្មោះបងប្អូនទាំងអស់គ្នាទៅកាន់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាដើម្បីចូលទៅ subscribe ហើយមិនបានមើលវីដេអូបងប្អូនទាំងអស់គ្នាដែលមិនមែនជាអ្នកទស្សនាលក្ខណៈថាដោយធម្មជាតិដែលជា viewer ឆែកទៅឃើញអញ្ចឹងកត្តាទាំងអស់នេះគឺត្រូវជៀសវាងហើយជៀសវាង sub for sub ហ្នឹងមានថាម៉េចបងប្អូនទៅ subscribe channel គេហើយទាមទារឲ្យគេ subscribe channel បងប្អូនវិញដោយការស្នើសុំតាមរយៈ group Telegram ឬក៏តាមរយៈ comment នៅក្នុង YouTube ទាំងនេះសុទ្ធសឹងតែជាបញ្ហាប៉ះពាល់ទៅដល់ channel បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំព្យាយាមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាម្ដងហើយម្ដងទៀតសូមធ្វើអ្វីដែលជាផ្លូវត្រង់កុំប្រើផ្លូវកាត់មានតែពាក្យថាស្មោះត្រង់មួយទេឬក៏ផ្លូវត្រង់ទេតែជាយើងផ្លូវដែលយើងអាចរកស៊ីបានដោយយូរអង្វែងហើយពុំមានហានិភ័យជៀសវាងខាតបង់អ្វីដែលបងប្អូនខិតខំប្រឹងប្រែងមកហើយមិនបានផលអញ្ចឹងថ្ងៃនេះខ្ញុំសូមចែកម្លែកបងប្អូនទាំងអស់គ្នានៅពី3ចំណុចនេះហើយសង្ឃឹមថាបើបងប្អូនពេញចិត្តនៅការនិយាយឬក៏ការចែកម្លែករបស់ខ្ញុំសូមបងប្អូនកុំភ្លេចជួយចុច subscribe នៅ channel របស់ខ្ញុំមួយផងដែរដើម្បីទទួលបានវីដេអូថ្មីនៅវីដេអូបន្ទាប់ទៀតអញ្ចឹងក៏សូមអធិស្ឋានបងប្អូនអរគ្នាជូនពរបងប្អូនអរគ្នាមានសំណាងល្អទាំងអស់គ្នាបាទសូមអរគុណច្រើន